បាទសួស្តីបងប្អូនប្រជាកសិករមានសំណួរមួយសំណួរដែលបងប្អូនប្រជាកសិករសួរមកកាន់នៅលើ page របស់ខ្ញុំសួរពាក់ព័ន្ធជាមួយនឹងតើគួរធ្វើយ៉ាងដូចម្តេចដើម្បីបាញ់ថ្នាំស្មៅងាប់បានល្អហើយចំគោលដៅនិងចំណាយលុយតិចអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកកត្តា4យ៉ាងដែលធ្វើឲ្យបងប្អូនបាញ់ថ្នាំស្មៅសម្រាប់ស្មៅបានល្អហើយចំគោលដៅនិងចំណាយលុយតិចអញ្ចឹងទី1គឺពាក់ព័ន្ធជាមួយនឹងការជ្រើសរើសទឹកថ្នាំឲ្យបានត្រឹមត្រូវថ្នាំដែលមានគុណភាពនិងសុទ្ធល្អហើយរើសឲ្យចំគោលដៅហើយទៅពិនិត្យមើលថាតើស្មៅប្រភេទណាដែលបងប្អូនគួរប្រើទឹកថ្នាំមួយនឹងចំណុចទី2គឺពាក់ព័ន្ធទៅនឹងពេលវេលាបងប្អូនជ្រើសរើសយកពេលវេលានៃការបាញ់ដូចជាបើសិនជាមេឃគួរអាប់មេឃរកភ្លៀងបងប្អូនគួរតែសម្រាកសិនបើសិនជាបងប្អូនបាញ់ហើយត្រូវភ្លៀងលឿនពេកក៏ងាប់មិនបានស្អាតដែរនេះគឺកត្តាទី2រីឯកត្តាទី3ពាក់ព័ន្ធទៅនឹងការជ្រើសរើសឧបករណ៍តើបងប្អូនគួរជ្រើសរើសឧបករណ៍បែបណាដើម្បីទៅបាញ់ឲ្យគ្រាប់នឹងបែកស្អាតណាគ្រាប់ទឹកបែកស្អាតហើយបាញ់ទៅសប់បានល្អបាញ់ទៅគឺតាក់ទងនឹងឧបករណ៍នោះគឺសំខាន់មែនតើបើបងប្អូនយកឧបករណ៍ដែលបាញ់ទៅជ្រែកជ្រោយបាញ់ក៏ងាប់អត់ស្អាតដែររីឯចំណុចទី4ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់អ្នកបាញ់ពាក់ព័ន្ធជាមួយនឹងកម្មករតែម្ដងនៅពេលដែលគាត់បាញ់គឺគាត់បាញ់ដោយយកចិត្តទុកដាក់បាញ់ឲ្យសពកុំឲ្យឆៅកាលណាតើបងប្អូនបាញ់អត់ប៉ះកន្លែងណាវាក៏អត់ងាប់កន្លែងហ្នឹងដែរនេះគឺជា4ចំណុចដែលបងប្អូនគួរតែពិចារណាក្នុងការសម្លាប់ស្មៅនៅក្នុងចំការរបស់បងប្អូនឲ្យចំគោលដៅចំណាយលុយតិច